ជំរាបសួរបងប្អូនអរគ្នាបាទអរគុណរយៈជួបបងប្អូននេះស្រូវហើយយូរដែរតាមបានតាមហាញកុំខ្លាចខ្មុំមកបងតៃសាកុំនេះផ្សេងគ្នាបងប្អូនមានគូទេហើយមួយនេះជាពេទ្យគោមខ្លាចខ្មុំពេទ្យគោមលើនេះគោមក្រោមបើជាគោមខ្លាធំយើងថាគោមខ្លាធំឬខ្លាលខិនឬជាគោមតោអញ្ចឹងជាគោមលើថាយើងសម្គាល់គោមលើដោយសារវាមានប្រហូតឈាម2គោមក្រោមមានប្រហូតឈាម1តែជាគោមខ្លាឃ្មុំវាមានប្រហូតឈាមតែប្រភេទជាគោមលើវារាងត្រង់បងប្អូនចឹងណាហើយប្រភេទជាគោមក្រោមវារាងចេះបងប្អូនណារាងងក់វាមកខុសគ្នាមើលភេទខ្លាធំឬក៏ខ្លានេះក៏ចឹងដែរបងប្អូនជាគោមលើរាងត្រង់ហើយវាខុសគ្នាគោមនេះរាងត្រង់ភេទគោមនេះភេទគោមក្រោមតែនេះជាគោមផ្សេងគ្នាមានគោមនេះបងប្អូនភេទគោមខ្លាឃ្មុំបងប្អូនថៃសាអូប៊ីនុកហើយអូហើយនេះដែរបាទជឺកោបងកធប់សាងពីកធប់ជ្រូកខ្លាំង7លីបងប្អូនហើយនេះឡប់ភ្លុកខ្លាំង7លីដែរប្រវែង5ហ៊ុន7ហើយចាគេលំចៅបងប្អូនគេឆ្លាក់ក្បាច់បងប្អូនបាច់កាយឈុកចឹងខ្លាំង7លីដែរឡងហើយកាមនេះខ្លាំង7លីសាងពីកធប់ជ្រូកមានប្រវែងមានចំនួន94គ្រាប់